ក្រោយដោះស្រាយជាមួយហ្វូងចោបបិសាចឈាមរួចខ្ញុំក៏បែរខ្លួនដើរទៅរកឡងយ៉ូនិងយ៉ាងរួយអូពួកគេសម្លឹងមកខ្ញុំដើរតម្រង់ទៅរកឡងយ៉ូគេព្យាយាមរឹបម្រះក្រោកឡើងប៉ុន្តែរបួសធ្ងន់ពេកទើបមិនអាចឈរបាន他挣扎着想要爬起来，可身上的伤太重，根本站不稳。ឡងជីខ្ញុំប្រមានឯងកុំចូលមកចិត្តឲ្យសោះខ្ញុំជាកូនប្រុសតែមួយគត់របស់ព្រឹទ្ធាចារ្យទី2នៃត្រកូលនាគបើឯងហ៊ានសម្លាប់ខ្ញុំត្រកូលនាគទាំងមូលនឹងមិនទុកឯងឲ្យនៅសុខឡើយឯងនឹងត្រូវត្រកូលនាគតាមប្រមាញ់រហូតដល់ចុងកោះចុងដីហើយគ្មានថ្ងៃបានសុខឡើយបើឯងជាកូនរបស់ព្រឹទ្ធាចារ្យទី2ខ្លះឯងអាចនឹងដឹងពីរឿងឪពុកម្ដាយខ្ញុំបានបើចង់ឲ្យខ្ញុំមិនសម្លាប់ឯងក៏អាចដែរអញ្ចឹងឯងដឹងទេថាឪពុកម្ដាយខ្ញុំជានរណាហើយពួកគេបានបន្សល់ទុកអ្វីខ្លះឡងយ៉ូបង្ហាញទឹកមុខឪពុកម្ដាយឯងមិនមែនងាប់ដោយសារឯងផ្សេងមែនទេតើខ្ញុំទៅដឹងបានម៉េចហេប្រញាប់លេងខ្ញុំទៅបើមិនដូច្នោះទេឯងស្លាប់មិនខានក្នុងចិត្តខ្ញុំធ្លាក់ហោចមើលទៅកាយវិការរបស់ឡងយ៉ូនេះហាក់ដូចជាមិនមែនធ្វើពុតទេគេពិតជាមិនដឹងអ្វីទាំងអស់ក្នុងនៅពេលដែលគ្មានតម្លៃសម្រាប់ប្រើប្រាស់ក៏មិនចាំបាច់ទុកពួកគេឲ្យនៅរស់ដែរខ្ញុំងើបឈរឡើងហើយដំណើរការប្រព័ន្ធលេបត្របាក់ភ្លាមឡងយ៉ូឃើញខ្ញុំហើយក៏ស្លេកមុខភ្លាមឡងជីឯងមិនអាចសម្លាប់ខ្ញុំបានទេបើឯងសម្លាប់ខ្ញុំពួកគេនឹងមិនទុកឯងឲ្យនៅសុខឡើយគួរឲ្យស្ដាយខ្ញុំអស់កាប់ចាប់ដើមលេបត្របាក់ក្រោមការផ្ទុះឡើងនៃធម្មពលប្រព័ន្ធរាងកាយរបស់ឡងយ៉ូចាប់ដើមស្វិតស្រពោនយ៉ាងលឿនរហូតទីបំផុតប្រែជាពន្លឺមាសត្រូវបានខ្ញុំស្រូបយកហើយសម្លេងប្រព័ន្ធក៏បន្លឺឡើងសូមអបអរសាទរដល់ម្ចាស់ប្រព័ន្ធដែលបានលេបត្របាក់ឡងយ៉ូកម្រិតទទួលបានសមត្ថភាពអក្រោះមាសដែលអាចការពារការវាយប្រហារស្លាប់មួយដងពីអ្នកកម្រិតធម្មពលបានឡើងដល់កម្រិតដំបូងទទួលបានស្រកានាគពណ៌ខៀវមួយនិងវឌ្ឍនភាពការប្រមូលស្រកានាគពណ៌ខៀវគឺលេខ4ដង្ហើមរបស់ខ្ញុំក៏ប្រែជាខុសប្លែកខ្ញុំសម្លឹងមើលអាវក្រោះនាគខៀវដែលដុះនៅលើខ្លួនរបស់នេះមើលទៅមិនមែនជារបស់ធម្មតាឡើយគួរតែជារបស់ដែលព្រឹទ្ធាចារ្យទី2ឲ្យឡងយ៉ូសម្រាប់ការពារជីវិតជាងរួយដែលនៅក្បែរនោះឃើញដូច្នេះក៏ត្រជាក់ពេញខ្លួនដេកញ័រខ្លួនត្រឹកនៅលើដីបងឲ្យយើងធំឡើងជាមួយគ្នាពីតូចបងមិនអាចសម្លាប់អូនបានទេកាលពីលើកមុនដែលអូនជួយឡងយ៉ូគំរាមបងគឺព្រោះតែអូនខ្វាក់ភ្នែកបងលើកលែងឲ្យអូនម្ដងនេះទៅយើងនៅតែល្អនឹងគ្នាដូចមុនបានទេជាងរួយឃើញខ្ញុំមិនអើពើក៏យំកាន់តែខ្លាំងពាក្យសុំទោសនិយាយមិនដាច់ពីមាត់ប៉ុន្តែដោយឃើញខ្ញុំនៅតែស្ងៀមស្ងាត់ទឹកមុខរបស់នាងក៏ចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងរហូតទីបំផុតបានបង្ហាញទឹកមុខដ៏សាហាវខូខើចេញមកឡងជាឯងគិតថាឯងមានសមត្ថភាពហើយឬគ្រាន់តែមានកម្រិតធម្មពលបន្តិចបន្តួចសោះខ្ញុំជ្រើសរើសឡងយ៉ូមិនជ្រើសរើសឯងព្រោះតែឯងមិនស័ក្តិសមនឹងខ្ញុំតតែសោះចង់បន្ទោសចូលបន្ទោសខ្លួនឯងចុះដែលជាត្រកូលនាគខ្មៅគ្មានស្នែងខ្ញុំសម្លឹងមើលលបឿននៃការពិតជាគួរឲ្យចង់សាក់នេះហើយគឺជារបស់ដែលខ្ញុំធ្លាប់ចាត់ទុកជាកែបការនោះខួរក្បាលខ្ញុំប្រហែលជាឈួតហើយទើបខ្ញុំខ្ជិលនឹងនិយាយខ្ញុំដំណើរការប្រព័ន្ធលេបត្របាក់ដើម្បីបញ្ចប់ជីវិតនាងភ្លាមនៅពេលនោះឯងពីទីដៅរូងភ្នំមិនឆ្ងាយប៉ុន្មានសម្រាប់ដ៏ជាចាប់របស់រួនខេញយួនក៏បន្លឺឡើងខ្ញុំក៏ស្រឡាំងកាំងក្នុងចិត្តងាកទៅមើលទីដៅនៃរូងភ្នំភ្លាមលោកគ្រូត្រឹមតែមួយប៉ព្រិចភ្នែកនោះជាងលួយឲ្យមិនដឹងថាប្រើវិធីអ្វីទេដង្ហើមរបស់គាត់បានបាត់ទៅវិញភ្លាមខ្ញុំប្រញាប់ប្រើធម្មពលផ្លូវចិត្តដើម្បីស្វែងរកប៉ុន្តែស្រាប់តែឃើញថាគាត់បានរត់ទៅឆ្ងាយបាត់ទៅហើយអាសាបគាត់ចេះសិល្បៈបំបាំងកាយដែរពីមុនខ្ញុំមិនស្គាល់គាត់ច្បាស់មែនក្តាប់ដៃយ៉ាងណែនលោកគ្រូមានរឿងមិនប្រក្រតីហើយគ្មានពេលដេញតាមទៀតទេសម្លេងយំដ៏ជាចាប់របស់រួនខេញយួននៅតែបន្លឺឡើងឥតខ្ញុំរើសយកយន្តសិនពណ៌ស្វាយអាយុ1000ឆ្នាំពីលើដីរួចរត់ត្រឡប់ទៅទីដៅរូងភ្នំភ្លាមត្រឡប់មកដល់មាត់រូងភ្នំឃើញរួនខេញយួនដួលសន្លប់នៅលើដីដោយភាពទន់ខ្សោយសូម្បីតែរោមពណ៌ក្រហមពីពេញខ្លួនក៏ស្រអាប់ទៅច្រើនដែរហើយនៅមានស្នាមឈាមជាប់មាត់ទៀតលោកគ្រូខ្ញុំប្រញាប់រត់ទៅរករួចដាក់យន្តសិនចូលមាត់គាត់វាបានរលាយភ្លាមនៅពេលប៉ះមាត់មិនយូរប៉ុន្មានវាក៏ក្លាយជាធម្មពលវិញ្ញាណដ៏កក់ក្ដៅហូរចូលក្នុងខ្លួនរួនខេញយួនរួនខេញយួនបើភ្នែកយឺតនាងងើបមុខមើលមកខ្ញុំហើយនិយាយដោយសំឡេងខ្សោយថាអ្នកត្រឡប់មកវិញហើយខ្ញុំប្រញាប់ជួយក្រុងរួនខេញយួនឡើងហើយសួរដោយងឿងឆ្ងល់ថាបើលោកគ្រូតើលោកគ្រូមានរឿងអ្វីហេតុអ្វីសុកស្រាប់តែសន្លប់ខ្ញុំបានពិនិត្យរាងកាយលោកគ្រូហើយវាមិនគួរធ្ងន់ធ្ងរដល់ថ្នាក់នេះទេរួនខេញយួនដកដង្ហើមធំពីរបីដងទើបនិយាយយឺតថាដើមមិនអីទេគ្រាន់តែខ្ញុំប្រើមន្តអាគមពិសេសបន្តិចដើម្បីកញ្ញារោគទីតាំងសត្វទេបន្ទាប់គឺនៅបឹងក្រហមដែលជាកន្លែងដែលអ្នកត្រូវទៅរកថ្នាំបន្សាបដែរចុះហេតុអ្វីបានជាលោកគ្រូរងរបួសធ្ងន់ម្ល៉េះរួនខេញយួនញឹមល្វីងគឺលោកនេះមានច្បាប់ធម្មជាតិរបស់វាខ្ញុំប្រើមន្តអាគមលួចមើលអាចកំបាំងស៊ូគឺជាការបំពេញច្បាប់នោះទើបត្រូវបកត្រឡប់វិញជារឿងធម្មតាគ្រាន់តែមិននឹកស្មានថាធ្ងន់ធ្ងរម្ល៉េះមើលតែយើងត្រូវសម្រាប់ពី3ថ្ងៃសិនទើបអាចចេញដំណើរបានខ្ញុំស្ដាប់រួចមានអារម្មណ៍ខ្ទុកខ្ទួលគ្រូដើម្បីប្រមូលសត្វទេពទាំង4ឲ្យបានឆាប់ហ៊ានបង់ថ្លៃដល់ថ្នាក់នេះខ្ញុំមិនគិតទេផ្ដាស់ទៀតទេលោកគ្រូសម្រាប់សិនចុះទោះបីលោកគ្រូទើបតែញ៉ាំយិនសិនប៉ុន្តែប៉ុណ្ណេះមិនទាន់គ្រប់គ្រាន់ទេខ្ញុំនឹងទៅរកថ្នាំផ្សេងទៀតមកព្យាបាលលោកគ្រូខ្ញុំដើរចេញដោយមិនងាកក្រោយពី3ថ្ងៃបន្តមកទៀតខ្ញុំដើរស្វែងរកគ្រប់កន្លែងដើម្បីព្យាបាលរួនខេញយួនដោយសារសមត្ថភាពស្វែងរកតាមផ្លូវចិត្តខ្ញុំប្រមូលបានថ្នាំច្រើនគួរសមថែមទាំងរកឃើញថ្នាំអាយុ1000ឆ្នាំទៀតផងកម្រិតវិញ្ញាណខ្ញុំក៏រឹងមាំបន្តិចម្ដងដោយការខិតខំរបស់ខ្ញុំរបួសរបស់រួនខេញយួនក៏ចាប់ផ្ដើមទូស្បើយក្នុងអំឡុងពេលនេះរួនខេញយួនក្នុងនាមជាគ្រូក៏ចាប់ផ្ដើមបង្រៀនខ្ញុំពីបច្ចេកទេសប្រយុទ្ធនិងវិធីគ្រប់គ្រងខ្សែឈាមទេពលោកបានបង្រៀនដោយមិនលាក់លៀមហើយខ្ញុំក៏រៀនយ៉ាងយកចិត្តទុកដាក់ទោះបីជាកម្រិតវិញ្ញាណមិនសូវកើនឡើងខ្លាំងប៉ុន្តែជំនាញប្រយុទ្ធបានកើនឡើងច្រើនអាចនិយាយបានថាសត្វដែលមានកម្រិតដូចគ្នាមិនមែនជាគូប្រកួតរបស់ខ្ញុំឡើយរហូតដល់របួសរបស់រួនខេញយួនទូស្បើយទើបយើងទាំងពីរចេញដំណើរទៅកាន់វិមានត្រកូលនាគនៅខាងទៀតនៃបឹងសក់ឯដឺទី2កំពុងតែបិទខ្លួនហ្វឹកហាត់ស្រាប់តែចង្គៀងវិញ្ញាណនាគដែលតម្កល់នៅមុខគាត់បានរលត់ទៅដោយសំឡេងផ្ទុះឯដឺទី2ខ្ជាក់ជាមួយមាត់ហើយបើកភ្នែកធំលោកមើលចង្គៀងដែលរលត់នៅចំពោះមុខដោយមិនជឿថាមកពុកផ្ទុះឡើងភ្លាមមិនអាចទៅរួចទេកូនរបស់ខ្ញុំមិននឹងអាចស្លាប់ទៅបានគេច្បាស់ជាកំពុងពាក់អាវក្រោះស្រកាមីដែលខ្ញុំឲ្យគេតើវាជានរណាហ៊ានសម្លាប់កូនប្រុសខ្ញុំជាងរួយរត់ចូលមកទាំងសភាពទ្រុឌទ្រោមលោកឯដឺទី2មានរឿងធំហើយឡងយ៉ូគេស្លាប់ហើយពាក្យសម្ដីរបស់ជាងរួយមិនទាន់ចប់ផងក៏ត្រូវឯដឺទី2ដែលកំពុងបាត់បង់ស្មារតីកាប់ដាច់ឯងថាអ្នកណាជាអ្នកសម្លាប់កូនប្រុសខ្ញុំ
ខ្ញុំនឹងកំទេចវាឲ្យខ្ទេចខ្ទីជាមិនខានសម្ពាធធម្មពលពី idol ទី2បានសង្កត់លើរាងកាយ Royal ឲ្យដួលទៅនឹងដីរហូតមានឈាមហូរចេញពីមាត់ប៉ុន្តែនាងលែងខ្វល់ពីរឿងនេះទៀតហើយគឺអាឡុងឆេឡុងឈីកាក់សំណល់នោះវាត្រូវបានគេបោះចូលក្នុងរូងពោះមិនត្រឹមតែមិនស្លាប់ទេថែមទាំងក្បាច់គុណរីកចម្រើនខ្លាំងទៀតបងឡងយ៉ាវគ្រាន់តែស្ដីបន្ទោសវាបន្តិចវាបែរជាលេបបងឡងយ៉ាវទៅវិញ人就直接将龙耀哥哥给吞了。 ពេល idol ទី2យល់ដូច្នេះក៏ឈរស្ងៀមដូចរូបសំណាកអ្វីអញថាអ្វីគឺអាឡុងឆេកាក់សំណល់នោះពិតជាសម្រាប់កូនខ្ញុំមែនឬមែនហើយ យ៉ាង Royal បានដកស្រកានាគមួយបន្ទះចេញពីខ្លួនឡុងឆេ idol ធំនិយាយមិនខុសមែនឯងគឺជាមហន្តរាយពិតឥឡូវនេះឯងថែមទាំងសម្រាប់កូនប្រុសខ្ញុំទៀត idol ទី2ស្រែកឡើងទៅខាងក្រៅប្រកាសបញ្ជាខ្ញុំកម្ពុជាអ្នកប្រយុទ្ធតកូននេះដែលមានកម្រិត King Riam ទាំងអស់ជប់ប្រមូលផ្ដុំគ្នាជាបន្ទាន់ហើយទៅចាប់ឡុងឆេជាមួយខ្ញុំត្រូវតែហែកវាឲ្យខ្ទេចដោយដៃខ្លួនឯងដើម្បីសងសឹកឲ្យកូនខ្ញុំលោក idol ទី2ខ្ញុំធំឡើងជាមួយវាខ្ញុំស្គាល់ទម្លាប់វាច្បាស់សូមឲ្យខ្ញុំដឹកនាំក្រុមអ្នកប្រយុទ្ធទៅរកវាចុះខ្ញុំនឹងសងសឹកឲ្យបងយ៉ាវដោយដៃខ្ញុំផ្ទាល់គ្រប់គ្នាសុទ្ធតែចង់សងសឹក idol ទី2មើលទៅយ៉ាង Royal នៅលើដីក៏ខ្សែភ្នែកក៏ទន់ភ្លន់ជាងមុនហើយប្រញាប់ដកសម្ពាធធម្មពលចេញកូនល្អពិតជាពិបាកសម្រាប់កូនដែលមកផ្ដល់ដំណឹងនេះយ៉ាវអាចមានគូដណ្ដឹងដូចជាកូនក៏មិនខាត់ជាតិដែលកើតមកដែរមុខរបស់ជាង Royal បង្ហាញភាពសោកសៅប៉ុន្តែក្នុងចិត្តកំពុងសើចចំអកឡុងឆេខ្ញុំនឹងធ្វើឲ្យអញរស់មិនបានស្លាប់មិនរួចខ្ញុំនឹងរួនខេញយួនធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីខ្លាឈាម Red Tiger Territory តាមផ្លូវមិនសូវសុខសាន្តទេជួបជាមួយកូនចៅតកូននេះជាបន្តបន្ទាប់ពួកវាសុទ្ធតែបានឮដំណឹងអំពីឡុងយ៉ាវទើបចង់ចាប់ខ្ញុំយកទៅជូន idol ទី2គួរឲ្យស្ដាយកម្រិតធម្មពលរបស់ពួកវាខ្ពស់បំផុតត្រឹមតែសូវៀងប៉ុណ្ណោះពួកវាមិនសមនឹងកម្រិតខ្ញុំទោះយ៉ាងណាខ្ញុំក៏មិនបានធ្វើប្រហែលដែរហើយថែមទាំងយករួនហាត់ប្រើក្បាច់ប្រយុទ្ធជាមួយពួកវាទោះធ្វើឲ្យដំណើរយឺតបន្តិចប៉ុន្តែខ្ញុំកាន់តែស្ទាត់ជំនាញបន្ទាប់ពីដោះស្រាយពួកកំពេចកំពុកទាំងនេះហើយខ្ញុំនឹងរួនខេញយួនក៏បន្តដំណើរទៅមុខទៀតពេលថ្ងៃក្រោយមកយើងក៏មកដល់ដែនខ្លាឈាមពេលទៅដល់មាត់ច្រកខ្ញុំឃើញទីនេះក៏គន់អ៊ូអរណាស់អ្នកត្រកូលខ្លាដើរទៅមកមិនដឹងជាប៉ុន្មានទេហើយក៏មានអ្នកចម្បាំងពូជសាសផ្សេងទៀតរួនខេញយួនប្រាញានវិញ្ញាណសាកល្បងមើលរួចនិយាយឡើងយើងមកចំពេលល្អណាស់គឺចំពេលប្រកួតប្រជែងទ្វេដៃ100ឆ្នាំមានម្ដងរបស់ត្រកូលខ្លាឬថាជ័យលាភីលេខ1គឺទទួលបានស្មៅបេះដូងខ្លាឈាមក្រហមដែលអាចកម្ចាត់ជាតិពុលគ្រប់ប្រភេទនេះមិនមែនជាថ្នាំបន្សាបសម្រាប់ថ្នាំគ្រាប់ងារក្រហមក្នុងខ្លួនខ្ញុំទេបើអីចឹងមែនគឺពិតជាចំណេញកម្លាំងខ្លាំងណាស់ទៅចុះយើងទៅមើលរឿងសប្បាយបន្តិចដល់ពេលនោះចាំរកឱកាសយកស្មៅបេះដូងខ្លាឈាមក្រហមហើយឆ្លៀតមើលខ្លះដែលជាសត្វទេពមួយក្នុងចំណោមសត្វទេពទាំង4នៃត្រកូលយើងដើរតាមហ្វូងមនុស្សឆ្ពោះទៅកាន់ទីលានប្រកួតតាមផ្លូវបានឬសូអ្នកដេញវានឹងជេរប្រមាថខ្ញុំក៏មើលទៅតាមសម្លេងនោះឃើញនៅផ្លូវតូចមួយខាងមុខមានខ្លាពីរបីក្បាលកំពុងចំព័ទ្ធខ្លាក្មេងម្នាក់ដែលពោពេញដោយរបួសឈៀវឡៃតាឯងនៅមិនអស់ចិត្តទៀតឬប្រាប់ឲ្យដឹងចុះអ្នកឈ្នះលេខ1ក្នុងការប្រកួតលើកនេះគឺប្រកាសជាឈៀវយ៉ានគ្មានអ្នកណាផ្សេងទេអាពួកខ្លាថោកទាបក៏ហ៊ានស្រមៃចង់ប្រជែងជាមួយឈៀវយ៉ានដែរពិតជាមិនដឹងពីភាពធំធេងនៃមេឃនឹងដីមែនហើយឥឡូវឯងគ្រាន់តែជាកាកសំណល់ម្នាក់ការដែលពូជបើចង់រស់ឲ្យបានយូររស់រាន់ចេញពីព្រៃឈេវូទៅគុំនៅទីនេះធ្វើឲ្យអាម៉ាស់មុខនិយាយចប់ក្រុមខ្លានោះក៏ទាត់ឈៀវឡៃដែលដួលលើដីយ៉ាងខ្លាំងពី3ជើងឈៀវឡៃដកដង្ហើមធ្ងន់ក្នុងក្រសែភ្នែកបង្ហាញពីភាពវេទនាយ៉ាងខ្លាំងប៉ុន្តែនៅតែមិនព្រមអង្វរខ្ញុំមើលឃើញទស្សនវិជ្ជានេះក៏ជួនចិញ្ចើមរួចក៏លេចមើលទៅរួនខេញយួនយ៉ាងម៉េចអ្នកចង់រវល់រឿងគេមែនទេខ្ញុំងក់ក្បាលខ្ញុំមើលទៅគេហាក់ដូចជាឃើញខ្លួនឯងកាលពីមុនប្រហែលជាការជួយគេក៏អាចចាត់ទុកថាជាការជួយខ្លួនឯងដែរខ្ញុំដើរឆ្ពោះទៅរក我朝着ឈៀវបង្កើតរបាំងការពារមួយរារាំងនៅមុខឈៀវឡៃក្រុមខ្លាឃើញខ្ញុំក៏ស្រឡាំងកាន់បន្តិចរួចបង្ហាញទឹកមុខមើលងាយតាអាមករុកនេះខ្មៅគ្មានស្នែងមកពីណានេះហ៊ានលូកដៃរឿងត្រកូលខ្លារបស់ពួកយើងពិតជាចង់ស្លាប់មែន也敢插手我们虎族的事简直找死ខ្ញុំខ្ជិលសំបីតែនឹងកម្រើកខ្លួនគ្រាន់តែលើកដៃឡើងក៏មានក្រុមខ្លានោះក៏ត្រូវភ្លេចបន្ទោទម្លាក់ឲ្យលុតជង្គង់ចុះភ្លាមរាងកាយរងការឆេះខ្មៅនឹងញ័រត្រឹកខ្ញុំក៏បញ្ចេញភ្លេចបន្ទោតម្ដងទៀតvìពួកគេម្នាក់ឲ្យរត់ចោលស្រុកសំឡេងអង្វរក៏លាន់នៅមិនដាច់ពីគ្នាលោកតាម្ចាស់នាគសូមមេត្តាអភ័យទោសឲ្យពួកខ្ញុំផងកុំប្រកាន់ទោសអីទុកជីវិតឲ្យពួកខ្ញុំទៅពួកខ្ញុំលែងហ៊ានទៀតហើយពេលនេះខ្លានីមួយមានរោមឈរឡើងពណ៌ខ្មៅពេលនិយាយនៅមានផ្សែងខ្មៅហុយចេញមកមើលទៅគួរឲ្យអាណិតណាស់ដោយគិតថាទីនេះជាដែនដីរបស់ខ្លាខ្ញុំក៏គ្រវីដៃយល់ព្រមឲ្យពួកគេចាក់ចេញទៅក្រុមខ្លាទាំងនោះឃើញដូច្នេះក៏មិនខ្វល់ពីសភាពអាម៉ាស់របស់ខ្លួនហើយប្រញាប់រត់គេចខ្លួនទៅភ្លាមខ្ញុំបែរខ្លួនមើលឈៀវឡៃដែលដួលលើដីកំពុងគិតនឹងជួយទប់គេឡើងមិននឹកស្មានថាឈៀវឡៃទេដៃខ្ញុំចេញនរណាឲ្យអ្នកមកលូកដៃរឿងគេខ្ញុំបានឲ្យអ្នកមកជួយខ្ញុំមែនទេអ្នកពិតជាគិតថាការធ្វើបែបនេះនឹងខ្លាចជាអ្នកសង្គ្រោះរបស់ខ្ញុំមែនទេខ្ញុំបានផាកមួយផ្លែតឃើញឈៀវឡៃខំប្រឹងងើបឈរតែបែរជាដួលទៅលើដីម្ដងទៀតខ្ញុំក៏ចង់ចូលទៅជួយគ្រាគាត់ចេញទៅកុំមកប៉ះខ្ញុំពេលនេះខ្ញុំគ្រាន់តែជាមនុស្សអសកម្មម្នាក់ដែលបាត់បង់ធម៌ពលកាយសម្ទីអស់ទាំងស្រុងពួកគេធ្វើបាបខ្ញុំមិនដឹងថាប៉ុន្មានទេការប្រកួតបានចាប់ផ្ដើមហើយខ្ញុំងើយមើលទៅលើខ្ញុំកំពុងតែរៀបនឹងនិយាយអ្វីមួយរួនខេញយួនក៏ដើរមកដល់គាត់សម្លឹងមើលឈៀវឡៃដោយក្រសែភ្នែកមិនពេញចិត្តបន្តិចខ្ជិលនិយាយច្រើនធ្វើអីអ្វីដែលខ្ញុំស្អប់បំផុតគឺអ្នកដាំដុះបែបនេះការចង់ខ្លាំងមិនមែនអាស្រ័យលើធម៌ពលរបស់អ្នកទេតែអាស្រ័យលើការតាំងចិត្តរបស់អ្នកនេះគឺជាថ្នាំលីងឆ្អឹងវាអាចជួយជួសជុលរាងកាយនិងសរសៃឈាមរបស់អ្នកបានប៉ុន្តែលេបវាទៅស្លាប់ច្រើនជាងរស់អាចឆ្លងផុតបានឬអត់គឺអាស្រ័យលើសំណាងរបស់អ្នកទៅចុះកុំខ្វល់ពីគាត់អី